សម្រាប់សួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នារីករាយទៅវិញរីអន្តរជាតិ8មិត្តនាងខ្ញុំឈ្មោះលៀនសេលីរៀននៅសាលាអន្តរជាតិសាសៀនសាខាទី1នាងខ្ញុំរៀននៅវេនយប់ថ្នាក់ H សិក្សាកម្រិតសៀវភៅ Y14 នៅក្នុងថ្ងៃនេះដែរនាងខ្ញុំមានប្រធានបទមួយដែលមានឈ្មោះថាទិវានារីអន្តរជាតិ8មិត្តនាងនៅថ្ងៃទី8ខែមិនិនាគឺជាថ្ងៃសិទ្ធិនារីអន្តរជាតិ International Women's Day ដែលហៅកាត់ថា IWD វាជាថ្ងៃដែលអបអរសាទរនិងលើកទឹកចិត្តសិទ្ធិនិងសមភាពរបស់នារីនៅទូទាំងពិភពលោកថ្ងៃនេះមានការកំណត់នៅសតវត្សទី20ខណៈពេលដែលសកម្មជននារីនៅអាមេរិកនិងអឺរ៉ុបបានដកឃ្លាការងារក្នុងរោងចក្រដើម្បីទាមទារសិទ្ធិប្រជាធិបតេយ្យសមភាពអំពីប្រាក់ឈ្នួលនិងលក្ខខណ្ឌការងារនៅឆ្នាំ1909នៅសហរដ្ឋអាមេរិកគណៈបកសង្គមនិយមបានរៀបចំថ្ងៃនារីជាលើកដំបូងនៅថ្ងៃទី28កុម្ភៈនៅឆ្នាំ1910នៅក្រុង Copenhagen នៃប្រទេសដាណឺម៉ាកប្រធានសម្ព័ន្ធភាពនារីសង្គមនិយមអន្តរជាតិ Clara Zetkin បានស្នើឲ្យមានថ្ងៃអន្តរជាតិដើម្បីលើកស្ទួយសិទ្ធិនារីនៅឆ្នាំ1911នៅប្រទេសដូចជាអាល្លឺម៉ង់អូទ្រីសដាណឺម៉ាកនិងស្វីសបានអបអរសាទរថ្ងៃនេះជាលើកដំបូងនៅឆ្នាំ1917នៅរុស្ស៊ីកម្មករនារីបានធ្វើបាតកម្មដើម្បីទាមទារការបញ្ចប់សង្គ្រាមនិងទាមទារសិទ្ធិរដ្ឋាភិបាលបានផ្ដល់សិទ្ធិឲ្យនារីបោះឆ្នោតបាតកម្មនេះនៅថ្ងៃទី23កុម្ភៈគិតតាមប្រព័ន្ធប្រតិទិនចាស់ស្របទៅនឹង8មិនិនាតាមប្រតិទិនថ្មីហើយនៅឆ្នាំ1977អង្គការសហប្រជាជាតិហៅកាត់ UN បានផ្ដល់ការទទួលស្គាល់ជាផ្លូវការទៅថ្ងៃទី8មិនិនាជាថ្ងៃសិទ្ធិនារីអន្តរជាតិអត្ថន័យសំខាន់នៅថ្ងៃទី8មិនិនា1លើកស្ទួយសិទ្ធិនិងសមភាពសម្រាប់នារីនៅក្នុងវិស័យសង្គមនិងសេដ្ឋកិច្ច2ជំរុញឲ្យមានភាពស្មើភាពក្នុងការងារនិងការសម្រេចចិត្ត3ទប់ស្កាត់ការប្រាអំពើហិង្សាលើនារីនិងការប្រមាថលើនារី4លើកកម្ពស់តួនាទីនារីក្នុងគ្រួសារនិងសង្គមហើយនៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី8មិនិនាគឺជាថ្ងៃឈប់សម្រាកពីផ្លូវការនិងមានកម្មវិធីផ្សេងៗដើម្បីលើកកម្ពស់សិទ្ធិនារីថ្ងៃទី8មិនិនាមិនមែនត្រឹមតែជាថ្ងៃប្រពៃពិធីទេប៉ុន្តែជាឱកាសក្នុងការបន្តប្រយុទ្ធសម្រាប់សិទ្ធិនារីនិងភាពស្មើភាពក្នុងសង្គមផងដែរអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះ